ប្រហិតសាច់គោឆឹងយកទៅឆាជាមួយតកួនថែមទៀតរងនិយាយពីថាអូយឆ្ងាញ់មែនតើឆ្ងាញ់ជាងឆាតកួនជាមួយសាច់គោទៀតទិញតកួនស្រែមកយើងជ្រៀកស្រាងអញ្ចឹងណាបន្ទាប់មកយើងយកមកឆាជាមួយនឹងទឹកសៀងហ្នឹងនិយាយពីថាទុនល្អមែនតើតកួនណាយើងមិនចាំដាក់ច្រើនពេកទេដាក់តែមកល្មមបានហើយបានតកួនយើងឆាទៅវាទុនល្អអញ្ចឹងមួយមុខនេះញ៉ាំលេងក៏បានញ៉ាំជាមួយបាយក៏បានដែរបើសម្រាប់ខ្ញុំវិញគឺថាញ៉ាំជាមួយបាយឆ្ងាញ់មែនតើត្រូវនឹងដាក់ម្ទេសឆាទៅហល់តិចតិចក៏និយាយពីថាអូយឆ្ងាញ់មែនតើជាដំបូងយើងលាយទឹកសៀងសម្រាប់ធ្វើប្រហិតឆឹងសិនណាជាដំបូងគឺខ្ញុំដាក់ប្រេងខ្យងប្រហែលជា2ស្លាបព្រាមកដាក់ទឹកសៀង1ស្លាបព្រាដាក់ទឹកម្ទេស1ស្លាបព្រាដាក់ម្ទេសហុយតាមចំណង់ចំណូលចិត្តមកលាយទឹកហើយយើងច្បល់ឲ្យវាចូលជាតិគ្នាលាយទឹកសៀងហើយយើងទុកម្ល៉េះសិនមកបន្ទាប់មកយើងមកបំពងប្រហិតសាច់គោយើងណាយើងបំពងសិនណាបំពងឲ្យវាឆ្អិនល្អហើយចាំយើងយកទៅឆឹងឥឡូវយើងមកឆឹងប្រហិតតែម្ដងជាដំបូងលាយខ្ទឹមឲ្យឈ្ងុយបន្ទាប់មកដាក់ស្ករត្នោតរំលីងឲ្យឈ្ងុយឡើងក្រហមល្អទៅបន្ទាប់មកយើងចាក់ទឹកសៀងយើងចូលចាក់ទឹកសៀងហើយយើងឆាទឹកសៀងនឹងចូលឡើងឲ្យវាឡើងក្រហមឡើងជើងក្រងចឹងសិនទៅចាំដាក់ប្រហិតសាច់គោយើងចូលឆាប្រហិតសាច់គោជាមួយនឹងទឹកសៀងនឹងឲ្យវាបានចូលជាតិគ្នាល្អសិនទៅចាំយើងដាក់តកួនចូលដាក់តកួននឹងឆាច្បល់ជាមួយនឹងទឹកសៀងហើយនឹងប្រហិតនឹងទៅឆាចុះឆាឡើងតែ2 3ត្រឡប់ឲ្យតកួនយើងនឹងបានចូលជាតិជាមួយនឹងទឹកសៀងនឹងទៅឲ្យវាឡើងទន់ល្អណាតែប៉ុណ្្នឹងទៅគឺជាការស្រេចហើយគឺថាងាយតកួនវិញយើងមិនឆាឲ្យវាឆ្អិនពេកទេតែមកល្មមទៅគឺបានហើយខ្លាច់វាលួយទៅវាអត់ឆ្ងាញ់ហើយបើចង់បានក្រហមបងប្អូនដាក់ម្ទេសឆារៀងច្រើនតិចទៅគឺវាឡើងពណ៌ក្រហមស្អាតឬក៏ម្ទេសការ៉េក៏បានដែរអត់សូវហឹរអញ្ចឹងណាបងប្អូននិយាយទៅខ្ញុំមិនហ៊ានដាក់ម្ទេសច្រើនទេខ្លាច់ហឹរជ្រុលដោយសារផ្ទះខ្ញុំមានក្មេងនិយាយពីថារសជាតិវិញគឺហឹរមកល្មមឆ្ងាញ់តែម្ដងតកួនវិញឡើងទន់មែនតើបងប្អូនអើយញ៉ាំជាមួយបាយគឺថាឆ្ងាញ់មែនតើជាពិសេសកូនរបស់ខ្ញុំមកគឺថាគាត់ចូលចិត្តខ្លាំងមែនតើហើយដល់ពេលញ៉ាំជាមួយបាយអញ្ចឹងទៅគឺរួចថ្លៃម្ហូបមួយពេលដែរបងប្អូននិយាយទៅគាត់ចេះញ៉ាំលេងទេគាត់ចង់ញ៉ាំជាមួយបាយអញ្ចឹងណា